ការបង្ហាញខ្លួនរបស់ត្រីអូវីជាសញ្ញាប្រាប់គ្រោះមហន្តរាយបន្ទាប់ពីគូរញ្ជួយដីបានអង្រួនភូមិទំព័រ Facebook នៃសារព័ត៌មាននានានៅកម្ពុជាបានបង្ហោះរូបថតដែលបង្ហាញឲ្យឃើញត្រីអូវីពីក្បាលនៅឆ្នេរសមុទ្រហើយនិយាយថាការបង្ហាញខ្លួនរបស់ត្រីនេះជាសារដាស់តឿនថានឹងមានគ្រោះមហន្តរាយធម្មជាតិកើតឡើងព័ត៌មាននេះត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាការអះអាងលើបណ្ដាញសង្គមទំព័រ Facebook របស់ប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជាបានបង្ហោះព័ត៌មានថាប្រទេសថៃបានប្រទះឃើញត្រីអូវីចំនួន2ក្បាលងាប់នៅលើឆ្នេរសមុទ្រកាលពីខែមករាឆ្នាំ2024កន្លងមកដោយថាវត្តមានត្រីនេះងាប់នៅលើឆ្នេរជាសញ្ញាបញ្ជាក់ថានឹងមានគ្រោះរញ្ជួយដីកើតឡើងទំព័រ Facebook នៃបណ្ដាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានបង្ហោះភ្ជាប់មកជាមួយនៅរូបថតត្រីអូវី2ក្បាលងាប់នៅលើឆ្នេរសមុទ្រនិងមានមនុស្សម្នាឈរមើលជុំវិញត្រីទាំង2ក្បាលនោះព័ត៌មាននេះត្រូវបានចែកចាយប្រងព្រាតលើបណ្ដាញសង្គម Facebook ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាដោយជឿទៅតាមអ្វីដែលបណ្ដាសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនៅលើបណ្ដាញសង្គមដោយទំព័រ Facebook ត្រយ៉ងនៅថ្ងៃទី28ខែមីនាឆ្នាំ2025ជាមួយសំណេររៀបរាប់ថានៅចាំទេកាលពី5ខែមករាឆ្នាំ2024មានព័ត៌មានផ្សាយពីហេតុការណ៍ត្រីអូពីឬគេហៅថាត្រីនាំសញ្ញារញ្ជួយដីនេះឡើងមកលើគោកនៃឆ្នេរសមុទ្រថៃពេលនេះគ្រោះធម្មជាតិនោះកើតឡើងមែនគឺនៅថ្ងៃទី28ខែមីនានេះថៃបានរងគ្រោះរញ្ជួយដីពិតប្រាកដមែនត្រីអូពីដែលត្រូវបានពលរដ្ឋថៃហៅថាត្រីនាគគឺជាប្រភេទទឹកជ្រៅដ៏កម្រនោះស្រាប់តែត្រូវបានគេប្រទះឃើញបានមកជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទថៃដែលកំពុងនេសាទលើសមុទ្រដែលមានចម្ងាយប្រហែល8ម៉ាយពីខេត្តភូកេតកាលពីថ្ងៃប្រហោះនេះគឺជាត្រីអូវីទី2ហើយដែលត្រូវបានគេប្រទះឃើញក្នុងដែនសមុទ្រថៃគេនៅចាំបានថាកាលពីថ្ងៃទី4ខែមករាឆ្នាំ2024ត្រីអូវីទី1ត្រេតត្រូវបានរកឃើញនៅក្នុងដែនសមុទ្រថៃដែលមានប្រវែង 2.4 ម៉ែត្រហើយបង្កឲ្យមានការព្រួយបារម្ភថាថៃអាចជួបគ្រោះមហន្តរាយរលកយក្សស៊ូណាមិក្រោយខកខានអស់រយៈពេល20ឆ្នាំមកហើយនោះកាលពីប្រទេសឃើញអ្នកនេសាទក៏បានរាយការណ៍ទៅមន្ត្រីជំនាញហើយសាកសពត្រីនេះទៅបាននាំកាន់ច្រាំងតាមរយៈទូកនេសាទមួយផ្សេងទៀតព្រោះតែទូកនេសាទដែលចាប់ត្រីនេះបានមិនទាន់បញ្ចប់ប្រតិបត្តិការនេសាទរបស់ខ្លួននៅឡើយប្រធានជលផលខេត្តភូកេតលោកសិទ្ធិពលមួសុងនិងមន្ត្រីមកពីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍជលផលឆ្នេរបានចុះទៅពិនិត្យមើលត្រីនោះដើម្បីស៊ើបអង្កេតពីមូលហេតុនៃការស្លាប់សាកសពរបស់អូវីស្ថិតក្នុងស្ថានភាពល្អមានប្រវែង 2.85 ម៉ែត្រនិងទម្ងន់ 8.6 គីឡូក្រាមសាកសពត្រីកម្រនេះត្រូវបានគេយកទៅកាន់សាមន្ទីរវិទ្យាសាស្ត្រជាតិរបស់ប្រទេសថៃសម្រាប់ការសិក្សាលម្អិតបន្ថែមទៀតចំណាក៏ដោយជារឿងហេតុចៃដន្យឬក៏គប់ជុំទេក្រោយប្រទះឃើញត្រីនេះនៅថ្ងៃប្រហោះស្រាប់តែស្អែកឡើងពោលគឺការប្រយុទ្ធថ្ងៃសក្រោះទី16ខែកុម្ភៈថៃបានជួបហេតុការណ៍ទូកទេសចរពីគ្រឿងបើកបុកគ្នានៅលើផ្ទៃមុតខេត្តក្រប៊ីបណ្ដាលឲ្យអ្នកដំណើរលើនោះភ័យស្លន់ស្លោប៉ុន្តែក្រោយមកត្រូវបានជួយសង្គ្រោះទាន់ពេលលើកលែងតែអ្នកបើកទូកម្នាក់បានធ្លាក់ចូលទឹកហើយមកដល់ពេលនេះប្រហែលជាបានស្លាប់បាត់ទៅហើយបន្ទាប់ក្រុមអ្នកមកទឹកព្យាយាមរុករកអស់ជាច្រើនថ្ងៃនៅតែរកមិនឃើញសូមជម្រាបថាសម្រាប់ប្រជាជនជប៉ុនវិញការប្រទះឃើញវត្តមានត្រីអូវីមិនមែនជាប្រផ្នូលធម្មតានោះទេក្នុងជំនឿតាំងពីយូរលង់របស់ប្រជាជនជប៉ុនដែលចាត់ទុកថាអូវីគឺជាអ្នកនាំសារពីព្រះសមុទ្រដើម្បីប្រមានពួកគេថាគ្រោះមហន្តរាយនឹងមកដល់រឿងព្រេងជប៉ុនមួយបានកត់ត្រាឈ្មោះត្រីនេះថាអភ័ន្តរសញ្ញាកេតហ្វីអភ័ន្តរសញ្ញាឬត្រីរញ្ជួយដីព្រោះវារមែងបង្ហាញខ្លួនឲ្យឃើញនៅមុនឬក្រោយពេលនៃគ្រោះរញ្ជួយដីក្នុងមហាសមុទ្រដែលយើងគ្រប់គ្នាហៅតាមភាសាជប៉ុនថារលកយក្សស៊ូណាមីប៉ុន្តែបើយោងតាមអ្នកជំនាញជលផលរបស់ថៃបានច្រានចោលការលើកឡើងមួយចំនួនដែលថាការឃើញត្រីនេះអាចជាសញ្ញានៃការរញ្ជួយដីក្រោមសមុទ្រនាពេលខាងមុខដោយពន្យល់ថាត្រីប្រភេទនេះត្រូវបានរកឃើញនៅក្នុងសមុទ្រដែលមានជម្រៅជ្រៅទូទាំងពិភពលោកលើកលែងតែនៅតំបន់ពោលប៉ុន្តែឱកាសដែលបានឃើញត្រីប្រភេទនោះមានតិចបំផុតព្រោះពួកវារស់នៅក្នុងតំបន់ទឹកជ្រៅចន្លោះពី200ទៅ1.0 ម៉ែត្រនៃមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌាការប្រទះឃើញវត្តមានរបស់ត្រីនេះអាចមកពីវាដេញចាប់ចំណីភ្លេចខ្លួនមកដល់ទឹករាក់ហើយដែលទឹករយៈមានកម្ដៅខ្លាំងទៅធ្វើឲ្យពួកវាងាប់អត្ថបទអមចេះច័ន្ទនារាអានដោយសំឡេងសាបនិមិត្តសារិកា AI